សិក្សារូបជានេះមួយថ្ងៃនេះយើងមកសិក្សាអំពីលំហាត់មួយដែលតកតងទៅនឹងកម្លាំងអេឡិចត្រូស្តាទិកបាទដែលវាស្ថិតនៅក្នុងបាទក្នុងបន្ទុកមេរៀនបន្ទុកនឹងដែនអគ្គិសនីផងដែរបាទអញ្ចឹងយើងមកមើលទាំងអស់គ្នាតើការដោះស្រាយលំហាត់នេះដោយវិធីណាអញ្ចឹងយើងអានវិធានសិនមុននឹងធ្វើការដោះស្រាយបាទអញ្ចឹងលំហាត់ទី17នេះគឺគេមានបន្ទុកអគ្គិសនី2គុយ1ហើយនិងគុយ2បាទដែលមានតម្លៃគុយ1គឺបូក5គុណ10សេគុណដក8គូឡុំហើយគុយ2គឺដកបាទ10គុណ10សេគុណដក8គូឡុំបាទដាក់ត្រង់ចំណុច B និង C បាទក្នុងសញ្ញាកាសដែលប្រវែង BC គឺស្មើនឹង5សង់ទីម៉ែត្របាទចូលគណនាកម្លាំងអេឡិចត្រូស្តាទិកដែលមានអំពើលើបន្ទុកគុយ0បាទបូក4គុណ10សេគុណដក8គូឡុំបាទដាក់ត្រង់ចំណុច A បាទដាក់ត្រង់ចំណុច A ដែល AB គឺស្មើ4សង់ទីម៉ែត្រចំណែក AC គឺស្មើ3សង់ទីម៉ែត្របាទអញ្ចឹងយើងមកដោះស្រាយទាំងគ្នាអូខេអញ្ចឹងគេថាបន្ទុកអគ្គិសនី2គុយ1និងគុយ2ហ្នឹងគឺដាក់នៅត្រង់ចំណុច BC បាទអញ្ចឹងយើងគូមួយមកគូរូបមួយមកបាទនេះគឺបាទគូរូបមួយមកថានេះគឺចំណុច BC ចាបាទចឹងនេះគឺចំណុច B ហើយនេះគឺជាចំណុច C ណាគុយ1ដាក់គុយ1ហើយនេះគឺគុយ2បាទអញ្ចឹងប្រវែង BC ហ្នឹងគឺស្មើជាមួយនឹងបាទ5សង់ទីម៉ែត្រណាប្រវែង BC បាទស្មើនឹង5បាទ5សង់ទីម៉ែត្រអូខេ5សង់ទីម៉ែត្រអញ្ចឹងមួយទៀតគេឲ្យគណនាកម្លាំងអេឡិចត្រូស្តាទិកដែលមានអំពើលើគុយ0ណាដាក់ត្រង់ A អញ្ចឹង A ហ្នឹងគឺប្រវែងប្រមាណអញ្ចឹងមានន័យថាអឺបាទអញ្ចឹង A ហ្នឹងគឺស្ថិតនៅចម្ងាយដាក់ត្រង់ A គុយ0ហ្នឹងដាក់ត្រង់ A អញ្ចឹង A ហ្នឹងគួរតែដាក់នៅកន្លែងណាបាទអញ្ចឹង A ហ្នឹងគឺត្រូវដាក់នៅកណ្ដាលនេះចំណុច A នេះអត់ទេអត់ដាក់នៅកណ្ដាលទេយើងមើលតាមប្រវែងបាទប្រវែងនេះបាទអញ្ចឹងប្រវែងពី A ទៅ B ណា A អញ្ចឹងបើ A ទៅ B យើងគូសមកអាចនឹង4ណា4សង់ទីម៉ែត្រចុះបាទចេញមកចេះបាទ4អូខេប្រវែងនេះ4សង់ទីម៉ែត្រណាបាទអញ្ចឹងចំណុច A គឺអាចដាក់នៅកន្លែងនេះដើម្បីយើងកំណត់ប្រវែងពី A ទៅ B បាទអញ្ចឹង A មក C នេះគឺបាទ3សង់ទីម៉ែត្ររាងខ្លីបន្តិចបាទរាងខ្លីបន្តិចបាទអូខេចឹងនេះគឺ3សង់ទីម៉ែត្របាទអញ្ចឹងយើងគណនាកម្លាំងបាទមានអំពើទៅលើគុយ0បាទនេះគឺគុយបាទអានេះគឺគុយ0ណាគុយ0អញ្ចឹងពេលដែលគុយ1មានអំពើទៅលើគុយ0ដែលគុយ0វិជ្ជមានទាំងពីរដែលសារតែគុយវិជ្ជមានទាំងពីរអញ្ចឹងបង្កើតបានជាកម្លាំងចម្រានចេញណាបាទគឺបាទកម្លាំងមួយចម្រានចេញអញ្ចឹងមកអូខេមានបញ្ហានេះហើយយើងបានកម្លាំងមួយគឺកម្លាំង F1ណាបាទកម្លាំង F1អញ្ចឹងពេលដែលគុយ2តូចជាង0មានអំពើទៅលើគុយ0គឺបង្កើតបានកម្លាំងទាញចូលបាទអញ្ចឹងយើងបាន F2 អញ្ចឹងយើងប្រើតាមវិធាន parallelogram ដើម្បីរកកម្លាំងអគ្គិសនីខ្ពស់វាអូខេអញ្ចឹងយើងមើល
Chứ dương chầm nào mà bà chầm nào tam dọc lại kilogram nắng bà ok này chẳng bàn bà nằm chẳng đi cứ chia cầm lang cái sní cuộc ai bà bạn chẳng dương mơ mồm về cái lại này bà mồm về này bà mồm đầu viên kilogram ní cứ mồm là về chai mà ní small của mình chẳng dương mơ anh ní cứ mồm bạn lại máu bạn chẳng là ní viêm rồi pad đo và ní cho tất khởi khởi mồm này bà chẳng dương thở rồi mồm này ỏi khờ nhé mồm lại khờ tao với small của mình bạn chẳng đồng bày rồi mồm năng bán dương bà anh ấy mồm anh ấy 7 4 cm nhé 7 cm anh ấy prem bởi vậy nó cứ prem cm chẳng dương trong đăng thả nắng vì chỉ thấy con cài nhỏ nhất lại nhé chẳng dương mơ ipo thì nú mà cái này ipo thì nú cứ smart phone bộ trong một cái nhé smart chỉ mùi nâng đọc vào muối và bột chỉ mùi nâng vùng buồn chẳng mà này thả thấy con nó cứ chỉ thấy con cái và chẳng mà này thả việc cài nữa cái này và cài nữa cái này và bởi vì cái cho này cài sắp và chẳng mà này cứ xài prem anh ấy có xài prem đấy và bà này cao sắp chẳng anh ấy có bà anh ấy cứ rồi bạc bà rồi bát chẳng mồm rồi bạc đỏ cái chẳng nơi bà so cao sắp đấy cao sắp đấy ok chẳng dương bàn cộng làm cuộc áp chẳng đòi việc từ đời cái và bàn này thả iPhone cái ép đối trong dương bàn Twitter này cộng làm áp smart cho mùi nâng Twitter này cộng làm áp muối bà bột cho mùi nâng Twitter này cộng làm áp áp pi bà đòi áp muối bà đòi nâng cộng làm áp muối nó cứ bia cay cho mùi nâng cộng làm áp áp pi đấy cay nâng cộng làm áp pi chẳng đòi áp pi này nâng cay cái này chẳng dương một bàn Twitter tới bàn ấy bà áp muối làm từ chia rồi cái này này bà áp muối cái này bột oi áp pi cái này áp pi cái này bạn chẳng non này nó dương từ rồi nợ cầm lăng áp muối nâng áp pi khơi bà bạn chẳng dương rồi nơi cầm lăng áp muối áp pi khơi máu chẳng cầm lăng áp muối cứ bình tục cùi muối miên từ lửa cùi rồi nữa chẳng áp muối giống cứ smart man và áp muối cứ smart muối này lửa buồn thấy bà epsilon số cái ta ơi mãn bà cái ta ơi để mà đi hạt này bà cùi muối bà lại hạt này cùi rổ bà này là e cái này nó cứ nhung tan thay vì e mùi cho e mùi cái này trong cái này ní cứ cùi muối dương mà nâng bột rám cùn nói đọc bà cùn là đọc sẽ cùn đọ bằng bảy bà đọc sẽ cùn đọ bằng bảy cho nên cứ đọc sẽ cùn đó đọ bằng bảy cú lòng trong này cùi rổ và cùi rổ ní cứ smile cho mùi nâng 4 cô này đọc sẽ cùn đọ bằng bảy cú lòng em muối cứ smile cho mùi nâng bà 4 cm 4 cm còn cái này nếu dùng một bài thì chỉ mát khơi nhờ 4
បាទឃើញ4បាទគុណឲ្យ10សេគុណបាទដក2ម៉ែត្រណាអូខេអញ្ចឹងយើងនាំឲ្យF1ស្មើជាមួយនឹងអានេះអាម្ដុំនេះគឺស្មើជាមួយនឹង9គុណឲ្យ10សេគុណ9បាទគុណឲ្យ10សេគុណ9អញ្ចឹងអានេះគឺ5បាទគុណឲ្យ10សេគុណដក8បាទគុណឲ្យ4គុណឲ្យ10សេគុណដក8ដែរបាទair ការ៉េគឺយើងយកបាទយក4គុណឲ្យ10សេគុណដក2បាទហើយតមកលើកជាការ៉េណាស្មើប្រមាណអញ្ចឹងយើងបាទ4ការ៉េនេះអស់ហើយណាបាទអញ្ចឹងយើងនៅសល់9 5ដងបាទ45គុណឲ្យ10សេគុណដក10បាទដកអានេះវាបាទដក7ដោយសារតែ9ដក8នៅសល់1អញ្ចឹងប៉ះជាមួយដក8នៅសល់ដក7ណាអញ្ចឹងអានេះនៅសល់តែ4គុណ10សេគុណដក4ទេចំណែកឯស្វ័យគុណយើងសម្រួលចោលមកអញ្ចឹងយើងបាន45ចែកឲ្យ4បានប្រហែលបាទ45ចែក4បាទ4ម្ដង4 0តម្លាក់5មកអញ្ចឹង4ម្ដងទៀតអញ្ចឹងសល់1អញ្ចឹងថែម0មួយណាកាត់ក្បៀសដាក់បានបាទ2អញ្ចឹងសល់2ថែម0បាទបាន5ណាអញ្ចឹងឃើញ11.25គុណឲ្យប្រមាណបាទអញ្ចឹង10សេគុណដក4រុញឡើងទៅលើទៅបានបូក4អញ្ចឹងនៅសល់10សេគុណដក3អញ្ចឹងញូតុនបាទនេះគឺជាចម្លើយកម្លាំងដែលមានអំពើទៅលើបាទគុយ1មានអំពើទៅលើគុយ0បាទបន្តមកទៀតយើងរកនៅកម្លាំង F2 បាទ F2 របស់យើងហ្នឹងស្មើប្រមាណ F2 ដូចគ្នាដែរគឺ9គុណឲ្យ10សេគុណ9អូខេក៏តែឲ្យគុយ2គុណឲ្យបាទគុយ0បាទតម្លៃលេខទាំងពីរមកបាទលើឲ្យ air 2ការ៉េចុះបាទ air 2ការ៉េអញ្ចឹងយើងត្រូវដាក់មក9គុណឲ្យ10សេគុណបាទ9លើឲ្យមែនអានេះគឺ air ការ៉េគឺ3គុណ10សេគុណដក2ដូចជាការ៉េណាប្រវែងair 2ពីគុយ2ទៅកាន់គុយ0ណាគុយ2យើងបាទដក10សេគុណដល់8បាទតម្លៃលេខទៅសល់10សេគុណដល់8សារតែមានដោយសារតែគុយ2មានតម្លៃថាដក10សេគុណដល់8ពេលដែលយើងជួសក្នុងតម្លៃលេខទៅគឺវាចេញបូក8វិញណាពេលដែលយើងបាត់ចានេះគុណឲ្យ4គុណឲ្យ10សេគុណដល់8កន្លែងនេះយើងមើល9អាចសម្រួលមួយ3ការ៉េបានអត់បាទសម្រួលបានអញ្ចឹងអស់ហើយណា3ការ៉េនេះបាទអញ្ចឹងយើងនៅសល់តែ4គុណឲ្យ10សេគុណដក7ទេបាទអញ្ចឹងក្រោមនេះគឺស្វ័យគុណវាឡើងស្វ័យគុណដក4អូខេអញ្ចឹងនេះនៅសល់4គុណឲ្យបាទ4គុណឲ្យ10សេគុណប្រមាណបាទដក3នេះគឺញូតនហើយនេះគឺជាកម្លាំង2ដែលមានបាទដែលបង្កើតដោយបន្ទុកគុយ2មានអំពើទៅលើគុយ0បាទបាទបន្ទាប់ពីយើងបានកម្លាំង F1 F2 ហើយយើងយកជួសក្នុងរូបមន្តយើងនេះមកបាទជួសក្នុងរូបមន្តយើងនេះមកនេះបាទដើម្បីរកនៅកម្លាំងបាទកម្លាំងផ្គួបអូខេអញ្ចឹងយើងជួសមកគឺ F បាទ F1 ស្មើមែនបាទឬក្រែមកបាទបាទ1គឺ11ចុចបាទ25បាទគុណឲ្យ10សេគុណដក3
ហើយតើមកលើកជាការ៉េបូកឲ្យ4 គុណឲ្យ10សេគុណដក3បាទបន្ទាប់មកលើកជាការ៉េដែរណាតែនេះស្មើប្រមាណអានេះ11.25លើកជាការ៉េមកបានប្រមាណ11.25យើងលើកវាជាបាទលើកវាជាការ៉េឃើញ126.5625បាទ126.56បាទ25បូកឲ្យប្រមាណបាទ16បាទគុណឲ្យ10បាទនេះកតាហើយមកកតាហើយចឹងគឺ10សេគុណដក6បាទអញ្ចឹងយើងយក11បាទអូខេចា4ឃើញប៉ុណ្ណឹងបាទអញ្ចឹងយើងទៅជាការ៉េអូខេបូកឲ្យ16ទៅបាទ142.56តែមកយើងចេញពីរឿងនោះណាឃើញ11.993ណាអញ្ចឹងកម្លាំងអែបយើងគឺឃើញបាទ11.93គុណឲ្យ10សេគុណប្រមាណ10សេគុណដក3ណាដោយសារតែនេះសម្រួលនឹង2ទៅគឺបាន10សេគុណដក3បាទ10សេគុណដក3ញូតនអញ្ចឹងយើងឃើញថាកម្លាំងដែលមានអំពើកម្លាំងគួបដែលមានអំពើទៅលើគុយ0គឺមានតម្លៃ11បាទ.93បាទ11.93 1.93បាទញូតនបាទអញ្ចឹងលំហាត់យើងចប់ប៉ុណ្ណឹងបាទសង្ឃឹមថាបងប្អូនតន់ហើយបើមានចម្ងល់បាទឬក៏បាទមានកន្លែងណាខុសឆ្គងក្នុងការគណនាលេខអីសូមខន្តីបេទោសបាទជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណច្រើនបាទ